ងជាមួយនឹងការយកកូនអាយុស្ត្រីយកកូនតើអាយុប្រមាណដែលល្អបំផុតចាជាទូទៅគេណែនាំឲ្យយើងយកកូនក្រោមអាយុ35គឺល្អខ្លាំងលើពី35ហ្នឹងទៅគឺអត់សូវល្អទេជាពិសេសដល់អាយុ40ហេតុអីកាលណាយើងយកកូនក្នុងវ័យមួយដែលល្អនឹងធ្វើឲ្យកូនរបស់យើងរូបរាងល្អកូនឆ្លាតកូនស្អាតកូនប្រកែកើតមកអត់សូវឈឺទេប៉ុន្តែបើសិនជាយើងយកកូននៅវ័យមួយដែលយើងវ័យចិត្តអស់រដូវជាពិសេសវ័យ40ស្ត្រីជាធម្មតាចន្លោះដែលអស់រដូវគឺចន្លោះ45ទៅ53ឆ្នាំចាអញ្ចឹងចន្លោះហ្នឹងកាលណាយើងយកវ័យ40មានន័យថាអកមកយើងថយចុះទៀតហើយអញ្ចឹងធម្មតាការមានកូនគឺដោយសារតែអកមកស្ត្រីការចិញ្ចឹមកូនល្អដោយសារតែអកមកស្ត្រីអញ្ចឹងកាលណាយើងវ័យច្រើនអកមកថយចុះហើយអញ្ចឹងធម្មតាកាលណាអកមកថយចុះការលូតលាស់របស់កូនក៏អត់សូវល្អបានដែរមិនមែនថាគ្រប់ស្ត្រីទាំងអស់ឲ្យតែអាយុ40ឆ្នាំឡើងទៅ35ទៅយកដឹងតែល្អអត់ទេភាគច្រើនកូនរបស់យើងអត់សូវល្អដូចស្ត្រីដែលគាត់វ័យក្រោម35ទេអញ្ចឹងស្ត្រី35ឡើងឬក៏40បើថាជ្រុលជាយកហើយគឺដាច់ខាត់បំផុតត្រូវតែញ៉ាំវីតាមីនបំពន់បន្ថែមត្រៀមឲ្យបាន3ខែមុនហើយទៅឆែកមើលសុខភាពទាំងប្តីទាំងប្រពន្ធជៀសវាងការមានកូនមកកូនអត់សូវមានសុខភាពល្អកូនអត់សូវឆ្លាតណាអញ្ចឹងបងប្អូនអ្នកគ្នាយកបានប៉ុន្តែឲ្យល្អហ្មងគឺក្រោម35ក្រោម35យកចោះល្អ25 26ខ្ទង់និយាយទៅខ្ទង់ចាប់ពី8 10ឡើងទៅ35គឺល្អកូនដោយសារវ័យហ្នឹងគឺវ័យអកមករបស់យើងគឺកំពុងតែមានគេថាអកមករបស់យើងគឺខ្ពស់ល្អតែចាប់ពី35ឡើងទៅគឺថយចុះហើយចាប់បានថយចុះបន្តិចម្ដងហើយកូនរបស់យើងរស់បានដោយសារតែអកមកម្ដាយការលូតលាស់គឺដោយសារតែអកមកម្ដាយអញ្ចឹងកាលណាអកមគឺថយចុះទៀតគឺនឹងធ្វើឲ្យមានផលប៉ះពាល់ទៅដល់ការលូតលាស់របស់កូនតែបញ្ជាក់មិនមែនគ្រប់ស្ត្រីទាំងអស់ទេគ្រាន់តែថាបើសិនជាយើងអាចមានពេលវេលាក្នុងការយកកូនបានក្រោម35គឺល្អបំផុតកុំរងចាំរហូតដល់វ័យកាន់តែចាស់គឺអកមកយើងថយចុះទៀតហើយឱកាសនៃការមានកូនគឺកាន់តែតិចទៅខ្ញុំជួបបងស្រីអ្នកគាត់ថាអូអ្នកគ្រូអើយខ្ញុំធ្វើការអត់បានគិតពីអាយុខ្លួនឯងសោះវក់នឹងធ្វើការពេកវក់នឹងរលុយពេកដល់ពេលកលេចបើមើលអាយុខ្លួនឯង40ឆ្នាំបាត់ដែលអត់ទាន់មានកូនសំបីតែមួយអានេះហើយគឺជាការធ្វើប្រហែសមួយដែលយើងគិតពីរលុយឲ្យបានគិតរកូនចាអញ្ចឹងការដែលយើងមានកូនគឺធ្វើឲ្យគេថាសុភមង្គលគ្រួសារគឺកាន់តែរឹងមាំហើយកាន់តែមានតម្លៃមួយដែលយើងហៅថាធ្វើការរលុយគឺអត់ហត់ទេពីព្រោះឲ្យយើងមានកូនជាទីស្រឡាញ់ដែលអាចគេហៅថាបន្តពូជពងវងតកូលអញ្ចឹងបើសិនជាយើងយករលុយមកយើងរលុយមកច្រើនយើងអត់មានកូនតើយើងយកលុយនឹងឲ្យពីណាគេចង់និយាយអញ្ចឹងណាអញ្ចឹងបងប្អូនអ្នកគាត់អាឡែងធ្វើការរលុយកុំភ្លេចយកកូនផងហើយកុំឲ្យហួសពេលកុំឲ្យដល់វ័យ40ហើយបានចាប់ផ្ដើមយកគឺវាអត់សូវល្អហ្មងទេហើយឱកាសនៃការមានកូនក៏តិចដែរអញ្ចឹងបងប្អូនអ្នកគ្នាមានចង្អល់អីឬក៏មានបញ្ហាទាក់ទងមួយសុខភាពស្ត្រីបរិសុទ្ធអីអាចឆាតចូលមកពេកអ្នកគ្រូពេទ្យរណាបានណាអរគុណច្រើន